ហើយក្នុងការធ្វើស្វាយខុសរដូវនេះដែរបាទបងប្អូនត្រូវតែសម្អាតដើមតាក់តែងមិនហើយយកត្រួយឲ្យបានច្រើនជាមុនសិនហើយក្នុងការយកត្រួយដែលត្រឹមត្រូវបំផុតនោះគឺបងប្អូនអាចយកចន្លោះពី70ទៅ90%ទើបអាចប្រើប្រាស់ប្រភេទអមនបានហើយក្នុងការផលិតត្រួយដែលល្អនោះដែរគឺបងប្អូនត្រូវតែជ្រើសរើសបាទនៅផលិតផលឬក៏ក្រុមហ៊ុនណាមួយដែលមានគុណភាពល្អគុណភាពខ្ពស់ដែលធ្វើឲ្យដំណាំស្វាយរបស់បងប្អូនមានសុខភាពល្អហើយនៅក្នុងខាងនេះដែរខាងបរិយាយើងខ្ញុំក៏យករូបមន្តមួយបាទដែលមានឈ្មោះថាតម្រិះហ៊ុយមិចបូកជាមួយនឹងតម្រិះបាឡែនបូកជាមួយនឹងសុផាអិនសែ6បាទហើយក្នុងឈុតនេះយើងអាចលេបទឹករហូតដល់ទៅ2000លីត្រហើយក្នុងមួយដើមបងប្អូនធ្វើការស្រោចចំនួន10លីត្រហើយក្នុងការប្រើប្រាស់ឈុតនេះដែរយើងអាចប្រើប្រាស់រហូតដល់ទៅ200ដើមអញ្ចឹងងាយស្រួលប្រើមែនតើហើយនឹងចំណេញច្រើនពីព្រោះថាប្រយោជន៍នៃការប្រើប្រាស់រូបមន្តនេះដែរវាជួយឲ្យដីបងប្អូនបាទធូរផុសផលឡើងវិញមានសារធាតុចិញ្ចឹមបង្កើតសត្វល្អិតដែលមានប្រយោជន៍ច្រើនបណ្ដុះនៅប្រព័ន្ធរស់ថ្មីបាទដែលគេហៅថារស់ស្បែកដើម្បីឲ្យស្បែករបស់បងប្អូនបាទងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹមដើម្បីបំពេញទៅកាន់ដើមស្លឹកអញ្ចឹងបើសិនជាបងប្អូនដែលមានបំណងក្នុងការធ្វើស្បែកខុសរដូវនាពេលថ្ងៃខាងមុខនេះបងប្អូនអាចសាកល្បងប្រើប្រាស់បានបាទនៅផលិតផលរបស់ក្រុមហ៊ុន GSH Retail ឬក៏បងប្អូនអាចរកទិញបាននៅតាមឌីប៉ូណាដែលមានលក់ GSH Retail ឬក៏បងប្អូនអាចទំនាក់ទំនងបាទមកកាន់ទីផ្ទាល់ដើម្បីប្រឹក្សាបច្ចេកទេសបន្ថែមទៀតមុននឹងយកទីតាំងទៅប្រើប្រាស់